ធីរីជីនីឆ្លងភពរាជ័យបង្ខំចិត្តរៀបការជាមួយស្មុំចាស់ដូចខ្ញុំតាចាស់តាឯងធ្វើការទេចាំមើលខ្ញុំនឹងបង្ហាញឲ្យស្គាល់ដែរប៉ុន្តែនាងនឹកស្មានមិនដល់ថាតាមពិតទៅខ្ញុំគឺជាអ្នកឆ្លងភពដែលជាប់ឃុំ 100000 ឆ្នាំការដែលខ្ញុំទើបតែឆ្លងភពមកក៏បានបើកដំណើរការប្រព័ន្ធដោយជោគជ័យស្មានថាបានឡើងដល់កម្ពូលនិងមានស្រីស្អាតហែហមតែប្រព័ន្ធឈួតនេះបែរជាធ្វើខុសទៅវិញដើមឡើយខ្ញុំត្រូវទៅពិភពក្បាច់គុណច្បាស់ជាប្រព័ន្ធឈួតនេះហើយដែលនាំខ្ញុំមកពិភពសេលដ៏គួរឲ្យខ្លាចអ្វីដែលស៊ុយនោះដើម្បីការពារខ្ញុំវាបានបង្ខាំងខ្ញុំក្នុងពិភពតូចមួយអស់រយៈពេល 100000 ឆ្នាំដោយសារប្រព័ន្ធមិនត្រូវនឹងពិភពសេលទើបវាបង្ខំឲ្យខ្ញុំហាត់តែក្បាច់គុណស្មុគស្មាញនៃពិភពក្បាច់គុណឥឡូវនេះ 100000 ឆ្នាំបានកន្លងផុតទៅខ្ញុំបានក្លាយជាទេពសង្គ្រាមខ្លាំងបំផុតតែពីស្ដេចទេពដ៏អស្ចារ្យដែលរំពឹងទុកបែរជាក្លាយជាបុរសចំណាស់សក់ដែលគ្រាន់តែត្រូវខ្យល់បក់បន្តិចក៏អាចរលាយឆ្អឹងខ្ទេចខ្ទីអស់ដែរលេខស្រមៃចង់ក្លាយជាទេពនិងមានស្រីឆ្នំបានរលាយសាបសូន្យឲ្យទាំងស្រុងក្នុងពេលនេះរឿងសំខាន់បំផុតក្រោយចុះពីលើភ្នំគឺស្វែងរកសាលាបង្ហាត់សិល្បៈដ៏ធំមួយរកថ្នាំពន្យារវ័យកម្រិតកម្ពុជាខ្លះត្រូវតែឲ្យខ្ញុំជាសេះស្បើយទាំងស្រុងទេមុខសង្ហាបំផុតដែលធ្លាប់មានហាតើអញស្រែកយំរកអីឥឡូវអញជាទេពកោសល្យក្បាច់គុណខ្លាំងបំផុតសូម្បីតែអ្នកសេលក៏ឯងវីឈ្នះដែរមកយំងក់ងនៅទីនេះមិនខ្មាស់គេទេអីស្រាប់តែមានសម្លេងជ្រូកស្រែកយ៉ាងក្រអឺតក្រទមជ្រូកផ្កាឈូកធាត់មួយមានធ្មេញធំពីរកំពុងនាលលើដីយ៉ាងឈួតឡោជ្រូកមាត់អាក្រក់នេះកំពុងសើចចំអកខ្ញុំគឺជាប្រព័ន្ធបោកប្រាស់ដែលបានបំផ្លាញខ្លួនថែមទាំងក្រាស់មុខទៀតវាដាក់ឈ្មោះឲ្យខ្លួនឯងយ៉ាងអាក្រក់ឈ្មោះថាជូជូប៉ាវកាលនោះប្រព័ន្ធខ្លាចខ្ញុំឈួតវង្វេងក៏បំផ្លាញខ្លួនមកកំដរខ្ញុំលទ្ធផល 100000 ឆ្នាំមកនេះក្រៅពីសើចចំអកខ្ញុំរាល់ថ្ងៃគឺគ្មានប្រយោជន៍អីបន្តិចសោះខ្ញុំខឹងរហូតញ័រខ្លួនប្រាណក៏ដើរមួយដៃយ៉ាងខ្លាំងវាសម្ដៅទៅវាដោយកម្លាំងសាហាវមួយដៃនេះធ្វើឲ្យវាគៀវភ្នែកភ្លាមអាជ្រូកធាត់ហោះវិលលើអាកាសវិលបានពីជុំកន្លះយ៉ាងសង្ហាតាចាស់ឯងលេងមិនដឹងអីមែនទេបើគ្មានយើងនាំផ្លូវទេឥឡូវនេះអញប្រហែលនៅលេងដីលោកឡាក់ឡើយបើឯងមិននាំផ្លូវខុសខ្ញុំមិនអីទេខ្ញុំមិនធ្លាក់ខ្លួនដល់ថ្នាក់នេះដែរកាន់តែគិតកាន់តែខឹងខ្លាំងណាស់វានឹងលើកជើងធាក់ទៅហើយដើម្បីផ្ដល់មេរៀនឲ្យវាចងចាំមួយជីវិតប៉ុន្តែយកពីជាទេវៈសង្គ្រាមរបស់ខ្ញុំសង្ហាបានមិនទាន់ដល់3វិនាទីផងស្រាប់តែចង្កេះចាប់ផ្ដើមឈឺខ្ទោកអូយចង្កេះចាស់របស់ខ្ញុំឲ្យខ្ញុំស្រែកចាច់ហើយក៏ខ្ទប់ចង្កេះភ្លាមជឿរហូតដល់បញ្ចេញទឹកមុខជូរចត់រាងកាយនេះទ្រុឌទ្រោមខ្លាំងណាស់តិចក៏បាក់ឆ្អឹងតិចក៏ក្រេកសរសៃខំទប់នឹងថ្មទម្រាំតែធូរស្រាលបន្តិចតោះទៅពិភពសើជាមួយតាទៅខ្ញុំនឹងអាចជ្រូកធាត់ជេរគ្នាតាមផ្លូវទីបំផុតក៏មកដល់ក្រុងដែលអ៊ូអគ្រាន់តែចូលដល់ក្នុងក្រុងភ្លាមក្លិនម្ហូបដ៏ឈ្ងុយឈ្ងុបភីប៉ះច្រមុះពេលនោះទើបខ្ញុំនឹកឃើញថាដូចជាខានស៊ីបាយ 100000 ឆ្នាំហើយសំឡេងពោះវៀនគោតវ៉ាយ៉ាងខ្លាំងគឺខ្លាំងជាងផ្គរលាន់ទៅទៀតខ្ញុំដើរចូលទៅក្នុងហាងយ៉ាងរកជាភោជនីយដ្ឋានដ៏ប្រណីតបំផុតបម្រើប្រញាប់លើកម្ហូបឆ្ងាញ់មកចូលថ្មឹងធ្វើអីទៀតបើបម្រើឲ្យខ្ញុំសប្បាយចិត្តនិងមានរង្វាន់យ៉ាងក្រាស់ក្រែលខ្ញុំក៏ក្រវីចង្កេះដោយមិនក្រែងចិត្តហងសំពុតចាស់រហែកនោះស្រាប់តែមានសំឡេងលាន់ចេញពីខាងក្នុងសំឡេងកាក់ប៉ះគ្នាក្រលួចជាលុយដែលសុំទានបានតាមផ្លូវពេលអ្នកបម្រើបែបនេះក៏ញឹមបិទមាត់មិនចិត្តរួចអញ្ជើញខ្ញុំចូលតែរូបរាងនិងក្លិនខ្លួនរបស់ខ្ញុំធ្វើឲ្យផ្អើលពេញភោជនីយដ្ឋានតែម្ដងពួកអ្នកប៊ូដែលតាំងខ្លួនខ្ពង់ខ្ពស់នាំគ្នាខ្ទប់ច្រមុះដោយការធ្វើម្រើពេលឲ្យអាតាចាស់ម្នាក់នេះតើវារាចេញពីភ្នោខ្មោចណាមកក្លិនវាស្អុយខ្លាំងណាស់ចេញទៅអាសុំទានអញមិនទាន់កំងទេពួកឯងបិទមាត់ឲ្យអស់ទៅខ្ញុំក៏បញ្ចេញទឹកមុខយ៉ាងកាច់សាហាវញាក់មាត់ដែលពោពេញដោយស្នាមជ្រួញធម្មពលដ៏សាហាវខូខើបំផុតបានភីចេញពីរាងកាយដ៏ចំណាស់របស់ខ្ញុំខ្លួនខ្ញុំគ្មានរលកធាតុអាកាសអ្វីឡើយតែមានកម្លាំងសង្កត់សង្កិនយ៉ាងរន្ធត់មួយប៉ព្រិចភ្នែកភោជនីយដ្ឋានដែលអ៊ូអក៏ប្រែជាស្ងាត់ជ្រងគ្រប់គ្នាមានអារម្មណ៍ត្រជាក់ស្រឹបដុតភ័យខ្លាចរហូតចេញញើសជោគខ្លួនក៏នាំគ្នាបិទមាត់ឈឹងតែម្ដងមិនក៏មិនបន្តនិយាយទៀតទៅនិយាយទៀតមកពួកអាសម្រាមខ្ញុំក៏ស្ដោះទឹកមាត់យ៉ាងខ្លាំងក៏ក្រឡេកឃើញមនុស្សពីរនាក់ពាក់ម៉ាស់នៅទៅជិតនោះស្រីស្អាតក្នុងសម្លៀកបំពាក់ស្បែកទេពអប្សរម្នាក់មានរូបរាងស្រស់សោភាម្នាក់ទៀតមានចរិតថ្លៃថ្នូរខ្ញុំក៏ដើរទៅអង្គុយក្បែរពួកគេស្រីស្អាតកុំធ្វើមុខស្អុយអីញឹមដាក់បងមួយមកហេមិនព្រមញឹមមែនទេអញ្ចឹងចាំបងញឹមដាក់វិញហាប្អូនប្រុសអ្នកបម្រើលើកម្ហូបដូចយើងឲ្យស្រីស្អាតទាំងពីរគិតលុយលើខ្ញុំទាំងអស់អរគុណលោកតាដែលមានចិត្តល្អពួកយើងញ៉ាំអាហារប៊ូហ្វេទេចង់ញ៉ាំអីពួកយើងដឹងខ្លួនឯងពួកយើងអង្គុយមួយផ្លែតក៏ទៅវិញដែរពេលម្ហូបលើកមកដល់តុខ្ញុំក៏ចាប់ផ្ដើមញ៉ាំភ្លាមម្ហូបឆ្ងាញ់បែបនេះហេតុអ្វីមិនញ៉ាំឬមួយមិនទុកមុខឲ្យបងស៊ឺជាតាលោកតានេះឈួតមែនទេមិនអីទេសាកបន្តិចទៅក៏ល្អខាញញ៉ាំអាហារមនុស្សលោកយូរហើយពេលឮគេនិយាយពីអាហារមនុស្សលោកខ្ញុំក៏ឈប់ញ៉ាំបាយភ្លាមស្ទុះទៅក្បែរតុពួកគេដូចមនុស្សខូចតើអ្នកទាំងពីរជាទេពអប្សរមែនទេពេលខ្ញុំបំរុងសួររកដំណឹងក្របថ្នាំស្រាប់តែមានកំឡោះសង្ហាម្នាក់បង្ហាញខ្លួននៅមាត់ជណ្ដើរហាងជាមួយនឹងផ្សែងពណ៌ផ្កាឈូកចម្លែកគ្រប់ដណ្ដប់ស្រីស្អាតដែលមិនដឹងខ្លួនភ្លាមទេពអប្សរទាំងពីរគ្មានឱកាសតាំងឡើយក៏ដួលសន្លប់ទៅលើដីពួកអាក្រក់ទាំងនោះក៏ចាប់ពួកគេលោតចេញតាមបង្អួចរត់គេចបាត់ខ្ញុំឃើញស្រីស្អាតដែលចិត្តបានទៅហើយព្រមទាំងរំលឹកតាមរក្សាសម្រាប់ភាពនឹងរបូតពីដៃបាត់ទៅហើយក៏ប្រញាប់ចាប់យកភ្លាមមន់ខ្វៃមួយដែលមានខ្លាញ់ហូរស្រក់ប្អូនប្រុសលុយនៅក្នុងថង់នេះសល់ប៉ុន្មានឲ្យអញទាំងអស់យីពួកវាពិតជារត់លឿនមែនគ្រាន់តែនិយាយចាប់ភ្លាមខ្លួនខ្ញុំក៏លីបាត់ដូចស្រមោលទុកឲ្យអ្នកបម្រើម្នាក់នោះបើកថង់មើលទាំងងឿងឆ្ងល់នៅក្នុងនោះសុទ្ធតែជាកំទេចថ្មដូចពុនម្រាមដៃថ្មទាំងនោះខ្ញុំឈរនៅកណ្ដាលផ្លូវក្បាលសក់សកន្ទ្រើងទាំងខឹងតែឆ្វេងកាន់មន់ខ្វៃដៃស្តាមលើកចង្អុលឡើងលើមេឃមានខ្យល់បក់មកតិចបក់កាត់ក្រុងបៃទីយ៉ាងចម្លែកបន្ទាប់មកទៀតស្រាប់តែមានភ្លៀងរលឹមពេញទីក្រុងនេះមិនមែនជាភ្លៀងធម្មតាទេតែជាធម្មពលក្បាច់គុណរបស់ខ្ញុំក្នុងពេលជាមួយគ្នានោះក្នុងភូមិគ្រឹះម្ចាស់ក្រុង Aider នៃវិមានធានយីងកំពុងស្ដាប់របាយការណ៍រឿងក្តីបាត់ខ្លួនស្រាប់តែមានភ្លៀងធ្លាក់មកជ្រាបចូលតាមដំបូលផ្ទះ Aider លូកដៃទៅត្រង់ទឹកភ្លៀងពេលទឹកភ្លៀងប៉ះនឹងស្បែកធម្មពលការពារក៏បែកខ្ទេចភ្លាមទឹកភ្លៀងប្រែជាកាំបិតដ៏មុតស្រួចនៃរបស់គាត់ពោពេញដោយភាពភ័យខ្លាចប្រញាប់បញ្ជូនបញ្ជាខ្ញុំទៅហើយកូនសិស្សទាំងអស់ត្រឡប់មកវិញនៅក្នុងក្រុងបៃទីនេះមានកម្ពុជាអ្នកក្លាហានដែលយើងមិនអាចប៉ះពាល់គ្រាន់តែនិយាយចាប់ភ្លាមនារីម្នាក់បានរត់ចូលមកយ៉ាងលឿនលោក Aider សញ្ញាប្រលឹងសិស្សច្បងទាំងពីរបានរលត់ហើយតាក់ទងមិនបានសោះខ្ញុំនឹងទៅរកពួកគេអ្នករាល់គ្នាប្រញាប់ប្រាប់ទៅទីស្នាក់ការធំពេលនេះខ្ញុំកំពុងបិទភ្នែកទទួលអារម្មណ៍ពីដំណក់ទឹកភ្លៀងនីមួយនៅរាល់ព័ត៌មានដ៏តូចល្អដោយប្រែសមត្ថភាពស្ដាប់ខ្យល់ដ៏អស្ចារ្យក៏កំណត់ទីតាំងស្រីស្អាតទាំងពីរបានយ៉ាងច្បាស់លាស់បំផុតចែកចង្រៃឲ្យតាឯងមកហើយ
នៅភូមិគ្រឹះចាស់បោះបង់ចោលខាងលិចក្រុងកំឡោះខូចម្នាក់កំពុងធ្វើមុខព្រានសម្លឹងមើលស្រីស្អាតទាំងពីរដែលត្រូវគេចងម្នាក់នេះហ៊ានលូកដៃមកយ៉ាងក្រអ៊ឹតក្រទមបំរុងនឹងបកស្បៃមុខលីវរូយៀនចេញលីវរូយៀនខំប្រឹងរើបំរាស់យ៉ាងខ្លាំងតែខ្សែនោះកាន់តែរឹតតឹងឡើងធ្វើឲ្យនាងឈឺចាប់ជាខ្លាំងលីវរូយៀនយំចេញមកទាំងអស់សង្ឃឹមបងមកស្រឡាញ់អូននៅលើនេះហើយហ៊ាននិយាយថាធ្វើឲ្យអូនស្រួលដល់ឋានសួគ៌បងធំអាក្រក់សាច់យ៉ាងប្រហើនលូកដៃទៅរកដើមទ្រូងបៃនីងប៊ីងមិនអន់ទេកំឡោះតណ្ហាក្រាស់ណាស់តើខ្ញុំទះកំពេះគូតវាពេញមួយទំហឹងធ្វើឲ្យវាឈឺដល់ថ្នាក់ហូរទឹកភ្នែកបងធំនោះស្រែកហើយលោតចេញទើបមើលឃើញច្បាស់ថាជាតាចាស់ម្នាក់នេះកំពុងតែអង្គាបផ្លូវមាត់ធ្វើមុខដូចដងគួរឲ្យចង់ធាក់កំពេះគូតឯងមិនសូវមូលទេវើយប៉ះទៅមិនស្រួលសោះអាតាចាស់ចង្រៃអញហ៊ានមកបំផ្លាញរឿងល្អរបស់អញផងដឹងទេថាក្នុងបង្អែកអញជានរណាចាំមើលទៅបងធំស្រែកគំរាមទាំងភ័យក្នុងចិត្តនេកវារំពេញមើលឆ្វេងស្ដាំរួចលោតឡើងលើរបងបំរុងរត់គេចវានិយាយមិនទាន់ចប់ផងខ្ញុំក៏ក្រវែងឆ្អឹងមន់ដែលស៊ីអស់ទៅលើវាឆ្អឹងមន់ហោះកាត់អាកាសលាន់ដូចរន្ទះហើយលំអាកាសក្នុងមួយពព្រិចភ្នែកជនអាក្រក់មានអារម្មណ៍ថាជើងរបស់គេកម្រិតពេលអន់មើលទៅក្រោមថាមពលងឹតដ៏ខ្លាំងក្លាបំផុតពីកំទេចគេឲ្យហោះទៅក្រោយជាប់គាំងក្នុងជញ្ជាំងថ្មីយ៉ាងណែនទាញចេញមិនរួចឡើយខ្ញុំទេដៃទាំងញឹមញែមបែរទៅរកទេពធីតាទាំងពីរដែលត្រូវគេចងលីវរូយ៉ាននិងបៃនីងប៊ីងស្រឡាំងកាំងអស់ហើយខ្ញុំដោះដៃប្រឡាក់ខ្លាញ់ទាំងញឹមទេពធីតាទាំងពីរកុំខ្លាចអីគ្រាន់តែឆ្លើយសំណួរពីរបស់ខ្ញុំនឹងស្រែកចំណងឲ្យភ្លាមជនអាក្រក់ក្នុងជញ្ជាំងប្រកាច់ដោយការជិះចាប់ស្រែកយំយ៉ាងខ្លាំងរំខានខ្លាំងណាស់ខ្ញុំគ្រាន់តែបាញ់ម្រាមដៃកម្លាំងខ្យល់បិទមាត់គេចិត្តឈឹងក្បាច់នេះធ្វើឲ្យលីវរូយ៉ានភ័យញ័រខ្លួននាងស្រឡាំងកាំងពេលដឹងថានៅលើខ្លួនរបស់ខ្ញុំមានថាមពលវិញ្ញាណបន្តិចសោះមនុស្សធម្មតាវីអ្នកខ្លាំងជាប់ជញ្ជាំងនេះហួសពីការស្មានរបស់នាងហើយសំណួរទី1តើអ្នកជាអ្នកប៊ូក្នុងលោកអមតៈមែនទេលីវរូយ៉ានមកក្បាលទាំងងឿងឆ្ងល់ខ្ញុំរំភើបចិត្តស្ទើរតែកង់បេះដូងសំណួរទី2តើអ្នកមានថ្នាំពន្យារភាពចាស់ដែរឬទេបាក់យើងពិតជាមានថ្នាំរក្សាសម្រស់កម្រិតខ្ពស់មែនចាប់ពីពេលនេះអ្នកគឺជាមិត្តល្អរបស់ខ្ញុំមិនទាន់ទាំងស្ដាប់ចប់ផងក៏ចាប់ដៃតូចរបស់គេជាប់រំភើបញាប់ញ័រពេញខ្លួនខ្ញុំគ្រាន់តែឈោតលើខ្សែនោះបន្តិចហាំងខ្សែនោះក៏ដាច់ខ្ទេចតែម្ដងអូមែនហើយអ្នកថាមានធាតុបិសាចនៅក្រោមដីនេះមែនទេចាំខ្ញុំបើកវាឲ្យអ្នកមើលនិយាយរួចខ្ញុំក៏លូកដៃចូលក្នុងដីរឹងរួចប្រើកម្លាំងយ៉ាងខ្លាំងទាំងដីដ៏ធំសម្បើមមួយត្រូវបានខ្ញុំហែកលើកឡើងយ៉ាងខ្លាំងហើយក្រវែងវាទៅឆ្ងាយដូចចៅលំពេងរូងក្រោមដីដ៏ធំមួយបានបង្ហាញខ្លួននៅចំពោះមុខខ្ញុំនៅចំកណ្ដាលរូងនោះគឺជាអាងឈាមពុះកញ្ជ្រោលពណ៌ក្រហមឆ្អៅនៅលើជញ្ជាំងថ្មដ៏គួរឲ្យខ្លាចមានច្រវាក់ដែកខ្មៅខ្វាត់ខ្វែងចង់បង្ខាំងស្រីក្រមុំរាប់រយនាក់ដែលសន្លប់ក្នុងចំណោមនោះមានអ្នកស្លៀកឈុតវ៉ាក់សៀនអ៊ីនដែលធ្លាប់ស្គាល់ពួកគេគឺជាអ្នកបាត់ខ្លួននៅក្រុងប៉ៃទីជាគ្រូមន្តអាគមស្រីដែលបាត់ខ្លួនអាកំបាំងនៅលើខ្លួនរបស់ពួកគេត្រូវបានចារដោយយន្តមន្តអាគមដ៏សាហាវដើម្បីបិទយកភាពក្មេងខ្ចីនិងជីវិតកំពុងត្រូវមហាកបិតស្រូបយ៉ាងសាហាវប្រែជាពន្លឺក្រហមហូរមិនដាច់ហូរចាក់ចូលស្រះកណ្ដាលក្នុងទឹកស្រះដែលកំពុងពុះនោះមានតាចាស់ស្គមស្ងួតម្នាក់អង្គុយពេនភ្នែនស្បែកប្រែជាតឹងណែនយ៉ាងលឿនមួយរំពេចប្រែជាកំឡោះអាយុ30ឆ្នាំលីវរូយៀនស្គាល់របស់នេះច្បាស់ស្រែកឡើងដោយក្តីអស់សង្ឃឹមនោះគឺបុកបរោះភ្នំឈាមត្រកូលខ្មោចគាត់បែរជាអាចក្មេងវិញក្នុងទីនេះពួកបិសាចមុខដូចគីងគប់បែបនេះអាចត្រឡប់មកក្មេងវិញបានចុះហេតុអ្វីខ្ញុំមិនអាចភ្លើងច្រណែនយ៉ាងខ្លាំងក្នុងចិត្តឆេះឡើងដល់លើមេឃភ្លៀមខ្ញុំជាទេពក្បាច់គុណរាប់សែនឆ្នាំបែរជាត្រូវទ្រាំក្នុងរូបកាយចិត្តរលាយខ្ញុំស្ទុះទៅដូចគ្រាប់មីស៊ីលបោះខ្លួនចូលកណ្ដាលស្រះទឹកលេងស្រះទឹកនោះភ្លាមទុកឲ្យលោកតាជាអ្នកចូលម្ដងមួយជើងកម្លាំងកំទេចកាយបានតបចំមុខបុកបរោះដែលទើបតែក្មេងយ៉ាងពេញទំហឹងអបិសាចស៊ើយធំម្នាក់នេះមិនទាន់ស្គាល់រសជាតិយុវវ័យផងក៏ត្រូវខ្ញុំទាត់ហោះបាត់ចំណែកខ្ញុំលោតចូលយ៉ាងស្រស់ស្អាតលោតចូលក្នុងអាងទឹកមុនដ៏ក្តៅគប់បោកខ្លួនក្នុងទឹកដោយក្តីរំភើបបំផុតរងចាំសម្រស់ដ៏ស្រស់សង្ហាត្រឡប់មកវិញក្នុងចិត្តស្រមៃចង់ក្លាយជាខ្លួនឯងកាលពី100000ឆ្នាំមុនដ៏សង្ហាធ្វើឲ្យស្រីស្អាតទាំងពីរលងស្នេហ៍ស្លាប់នឹងក្តីស្រមៃហ្វុងស្រីស្នំរបស់ខ្ញុំតែភ្លាមនោះស្រាប់តែមានរឿងមេពេសាចដែលខ្ញុំទាត់ខ្ទាតមុននេះវាបានវាចេញពីគំនរបាក់បែកមកវិញរួចបន្លឺសំឡេងស្រែកយ៉ាងសាហាវអសក់ស្នេះដុតកំទេចពួកបិសាចសត្វបញ្ចេញថាមពលដ៏គួរឲ្យខ្លាចបំផុតពន្លឺរាប់មិនអស់បំផ្លាញទីក្រុងបានបាញ់សម្ដៅទៅរកពួកនាងយ៉ាងលឿនស្រីស្អាតទាំងពីរបានបិទភ្នែកអស់សង្ឃឹមរងចាំសេចក្តីស្លាប់មកដល់នៅចំពោះមុខក្នុងខណៈពេលដ៏គ្រោះថ្នាក់បំផុតនោះស្រាប់តែក្នុងអាងទឹកមានផ្ទុះឡើងសំឡេងផ្ទុះក្រើកមេឃក្រាត់ដីធ្វើឲ្យតំបន់នោះញ័ររន្ធត់យ៉ាងខ្លាំងសំឡេងដ៏ជឿជាក់របស់ខ្ញុំបន្លឺឡើងចាំមើលអ្នកណាហ៊ានហៅខ្ញុំថាអាចារ្យទៀតខ្ញុំដើរចេញពីអបទាំងញឹមយ៉ាងក្រអឺស្មានថាខ្លាចជាកំឡោះសង្ហាវិញហើយជាបរិសុទ្ធសង្ហាបំផុតក្នុងលោកនេះតែក្រឡេកមើលទៅលីវរូយៀនវិញនាងមើលមកខ្ញុំទាំងចង់ផ្ទុះសំណើចស្រាប់តែអាចជ្រូកធាត់ចេញមកពីណាទេវាកំពុងតែអពុះដល់កំប៉ុងរបស់វាស្គរលើដីយ៉ាងឈួតលីលីអាចារ្យឯងឥឡូវនេះគឺដូចជានំចាស់លាបក្រែមមាត់អញ្ចឹងលីវរូយៀនខំទប់សំណើចស្ទើរប្រកាច់សម្លឹងមើលជ្រូកងាប់ដែលជាបុកបរោះលោកម្ចាស់ឬមួយហាត់វិជាបោមាត់ក្រហមជ្រូកគេហើយក៏សាច់រមៀលលើដីតតែញ័រថ្មិញពិតជាបោមាត់ក្រហមមែននាងតូចឯងមើលស្អីហ្នឹងគាត់គ្រាន់តែជាសាច់ក្រៀមដែលស្រះខ្ពើមបោមាត់នេះប្រឡាក់ចូលជាតិអស់ហើយកុំមើលឃើញគាត់អង្អាចបែបនេះក្នុងចិត្តកំពុងយំរកជាងកែសម្ផស្សហាងកែសម្ផស្សឲ្យខ្ញុំស្រឡាំងកាំងមួយផ្លែប្រញាប់រកថ្មឆ្លោះមើលមុខភ្លាមស្រះចង្រៃនេះគ្មានប្រសិទ្ធភាពលើខ្ញុំទេមិនត្រឹមតែមិនក្មេងជាងមុនថែមទាំងមុខជ្រួញភ្លឺរលោងទៀតសំបីបោមាត់ក៏រលាកដោយចំហាយទឹកការពិតដ៏សាហាវខូខើធ្វើឲ្យបេះដូងចាស់ខ្ញុំខ្ទេចខ្ទីមនុស្សល្ងងគឺជារូបខ្ញុំសោះខ្ញុំទ្រាំលែងបានហើយមនុស្សទាំងមូលប្រែជាឈួតវង្វេងប្រឈមមុខនឹងបុកបរោះឈាមការវាយប្រហារដ៏ខ្លាំងក្លាមកទៀតខ្ញុំក៏ស្ទុះទៅគាត់ដកសដែកយៈចេញពីជ្រុងយ៉ាងខ្លាំងសដែកតាន់ទម្ងន់រាប់ម៉ឺនគីឡូនេះក្នុងដៃខ្ញុំស្រាលដូចឈើចាក់ថ្មិញ